បាទពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំនឹងមកបង្រៀនពុកម៉ែបងប្អូនធ្វើម៉ាស៊ីនក្លុកទាំងអស់គ្នាហើយយើងយកទៅក្លុកអីក៏បានដែរជាដំបូងយើងមានផ្លែកាត់ឈើរបស់យើងចាស់ផ្លែកាត់ឈើក៏បានអីក៏បានឲ្យតែជីដែកដែលវាមានលក្ខណៈរឹងហើយយើងអាចយកវាមកច្នៃបានយើងកាត់វាទំហំវា5ហ៊ុនណាពុកម៉ែបងប្អូនកាត់វាបែបនេះកាត់វាទំហំ5ហ៊ុនណាហើយយើងកាត់វាហើយយើងយកវាមកឆាបឲ្យមានមុខមានអីហ្នឹងទៅហើយឆាបវាទៅពុកម៉ែបងប្អូនយើងយកម៉ូទ័រផ្លែឆាបយើងហ្នឹងផ្លែឆាបដៃហ្នឹងយើងយកឆាបឲ្យវាចេញពីលក្ខណៈមុខកំបិតទាំងអស់គ្នាហើយយើងឆាបវាបែបនេះទៅកម្លាំងវាចុះឡើងឆាបវាសងខាងមុខវាទៅដូចជាផ្លែនេះយ៉ាងទៅហើយបន្ទាប់មកយើងចាប់ផ្ដើមយកម៉ូទ័រយើងហ្នឹងចាប់ដើមហើយយើងយកម៉ូទ័រយើងតោះមកយើងមានកូនឆ្នាំងមួយបងប្អូនកូនឆ្នាំងយើងបោះចោលហ្នឹងឆ្នាំងអីក៏បានដែរហើយយើងដំវាហើយយើងចោះរង្វង់វាធ្វើម៉េចឲ្យវាត្រូវជាមួយនឹងទំហំលីជាមួយនឹងផ្លែម៉ូទ័រយើងធ្វើម៉េចឲ្យវាត្រូវទំហំបន្ទាប់មកយើងទិញអានេះក៏បានយើងច្នៃខ្លួនឯងក៏បានពុតវាដូចជាអក្សរ L មកបន្ទាប់មកយើងចោះរុនវាឲ្យត្រូវជាមួយនឹងរុនម៉ូទ័រយើងអារុនស៊ីនរបស់គេហ្នឹងយើងចោះកន្លែងហ្នឹងបន្ទាប់មកយើងចោះវាហើយចោះរុនដូចជា6លីក៏8លីពុកម៉ែបងប្អូនជាស្រ័យរៀងភ្លេចតិចហើយគឺប្រហែលជា8លីចុះរុន8លីកន្លែងហ្នឹងយើងចុះរុន8លីហើយយើងចាប់ផ្ដើមស្វានវារុនសងខាងបន្ទាប់ពីយើងបានស្វានរុនសងខាងហើយយើងចាប់ផ្ដើមយកប្រឡងយើងហ្នឹងយកមកចាប់ជាមួយនឹងម៉ូទ័ររបស់យើងហ្នឹងហើយម៉ូទ័រហ្នឹងពុកម៉ែបងប្អូនអាចរកទិញបាននៅតាមកន្លែងលក់ម៉ូទ័រនេះហើយយើងទិញទៅយកតម្លៃធម្មតាទៅអាចជុះអីទៅបានយើងសារធ្វើវាសិនហើយបើសិនជាពុកម៉ែបងប្អូនវាធ្វើជោគជ័យដូចខ្ញុំពុកម៉ែបងប្អូនអាចទិញអាល្អមកប្រើប្រាស់ទៅគឺវាអត់មានខាតបង់ទេគឺយើងយកមកវាចំណេញខ្លាំងមែនទែនគឺយើងអាចយកទៅក្លុកចំណីសត្វឬមួយក៏ក្លុកអីផ្សេងក៏បានដែរពុកម៉ែបងប្អូនបន្ទាប់មកយើងចោះរុនវាយើង6លីបន្ថែមទៀតណាពុកម៉ែបងប្អូនចោះរុនយើង6លីបែបនេះហើយយើងចាប់ផ្ដើមយកប្រឡងវាខាងប្រឡងហ្នឹងយកមកចាប់វាបែបនេះហើយចាប់វាឲ្យណែនឲ្យនឹងពុកម៉ែបងប្អូនហើយអាកន្លែងរុននោះពុកម៉ែបងប្អូននៅក្នុងវីដេអូគឺអត់បានដាក់ទេប៉ុន្តែបើពុកម៉ែបងប្អូនមានដូចជាកស៊ូកង់ឡានពវៀនម៉ូតូអីអាចដាក់កន្លែងនោះបន្តិចយើងទ្រាប់កុំឲ្យវាលាន់ណាពុកម៉ែបងប្អូនយើងដាក់រឹតវាទ្រាប់វានៅកន្លែងប្រឡងរបស់យើងណាពុកម៉ែបងប្អូនកន្លែងហ្នឹងពុកម៉ែបងប្អូនគួរតែទ្រាប់វាតិចទៅដោយសារតែក្នុងវីដេអូអត់បានបញ្ជាក់ប្រាប់ពុកម៉ែបងប្អូនទេបន្ទាប់មកផ្លែរបស់យើងគឺយើងយកមកដាក់នេះពុកម៉ែបងប្អូនគឺយើងយកមកដាក់បែបនេះហើយពុកម៉ែបងប្អូនចាប់ដើមយកបន្លែផ្លែឈើរបស់យើងយកមកក្លុកអីក៏បានពុកម៉ែបងប្អូនមិនថារបស់រឹងហើយមិនថាគល់ឈើគល់អីក៏ដោយមែកឈើបែកអីក៏ដោយឲ្យតែដាក់គឺវាខ្ទេចខ្ទីតែម្ដងនេះគឺជាការចែករំលែកមួយហើយបើសិនជាពុកម៉ែបងប្អូនយល់ឃើញថាការចែករំលែកមួយនេះវាមានប្រសិទ្ធភាពដល់ពុកម៉ែបងប្អូនអាច share ចែករំលែកបន្តទៀតបានគណៈពីនេះដែរអរគុណគោរពលាជួបគ្នានៅវីដេអូបន្តទៀត